ចំពោះស្ត្រីដែលមានផ្ទៃពោះសារធាតុដែលគាត់ត្រូវការដើម្បីទ្រទ្រង់ក្នុងខ្លួនប្រាណរបស់គាត់មានជាច្រើនដូច្នេះខ្ញុំរៀបរាប់ត្រួសត្រាសឲ្យយើងទាំងអស់គ្នាស្ដាប់ទី1ការញ៉ាំអាហារដែលមានថាមពលគ្រប់គ្រាន់ដូចជាញ៉ាំបាយប្រចាំថ្ងៃបានគ្រប់គ្រាន់មានជីវជាតិអញ្ចឹងទៅហើយជាពិសេសគឺជាតិដែកដែលគាត់ទាមទារខ្លះដែរមានកាល់ស្យូមមានវីតាមីន B9 វីតាមីន D ហើយនិងសារធាតុទឹកចង់និយាយថាទឹកដែលយើងញ៉ាំរាល់ថ្ងៃអញ្ចឹងខ្ញុំនឹងពិពណ៌នានៅផលប្រយោជន៍នៃសារធាតុអស់នោះតើវាមានប្រយោជន៍អ្វីខ្លះហេតុអីបានស្ត្រីមានផ្ទៃពោះក៏ត្រូវការទី1តើតើជាមួយនឹងអាហារដែលមានថាមពលបាយសឡយើងប្រចាំថ្ងៃហ្នឹងមានជីជាតិហ្នឹងវាធ្វើឲ្យយើងមានសុខភាពល្អមានកម្លាំងក្នុងការពោពុះកូនយ៉ាងទៅអញ្ចឹងវាធ្វើឲ្យជីវជាតិគ្រប់គ្រាន់ដល់កូនរបស់យើងហើយជាតិដែកហេតុអីបានជាតិដែកយើងត្រូវការជាតិដែកវាគឺជាសារធាតុមួយយ៉ាងដើម្បីជួយបង្កើតនៅក្របឈាមហើយទាំងអស់គ្នាจะសួរថាហេតុអីនៅពេលណាយើងចាប់ផ្ដើមឲ្យសារធាតុដែកវាអាស្រ័យទៅលើកោសិកាឈាមក្រហមនៅក្នុងឈាមរបស់យើងធ្លាក់ចុះឬក៏អត់ពេលខ្លះគេអាចឲ្យនៃថ្នាំគ្រាប់ជាតិដែកចំពោះស្ត្រីអាចសប្តាហ៍ខែទី4ទី3ឬទី5ឬក៏ត្រីមាសទី2និយាយរួមគឺខែទី6ចំពោះស្ត្រីណាដែលគាត់នៅជនបទគាត់ខ្វះសារធាតុដែកនៃការបរិភោគរបស់គាត់ប៉ុន្តែចំពោះស្ត្រីមួយចំនួនដែលគាត់មានសេដ្ឋកិច្ចល្អគាត់អាចទិញអាហារដែលមានជាតិដែកអញ្ចឹងគេអាចឲ្យគាត់រហូតដល់ទៅខែទី9ទើបចាប់ផ្ដើមឲ្យប្រើអញ្ចឹងនៅពេលណាដែលចាប់ផ្ដើមប្រើថ្នាំគ្រាប់ជាតិដែកវាអាស្រ័យទៅលើកោសិកាឈាមក្រហមនៅក្នុងឈាមរបស់យើងហើយកាល់ស្យូមហេតុអីបានយើងត្រូវការកាល់ស្យូមតើកាល់ស្យូមបានមកពីណាបើយើងមានលទ្ធភាពគឺនៅក្នុងទឹកដោះគោយើងហើយកាល់ស្យូមវាជួយខ្លះកាល់ស្យូមវាជួយច្រើនដែរតកតងជាមួយនឹងទប់ស្កាត់កុំឲ្យមានជំងឺលើសឈាមអញ្ចឹងទៅណានៅក្នុងពេលយើងមានផ្ទៃពោះឬក៏យើងអាចថាមួយទៀតតកតងមួយស្ត្រីដែលគាត់មានគេថា pre-eclampsy គឺឡើងសម្ពាធឈាមនៅពេលគាត់មានផ្ទៃពោះហ្នឹងឯងអញ្ចឹងញ៉ាំរយៈចំនួនប្រមាណនៅក្នុងសភៅចិនគេដាក់ថា1ក្រាមក្នុងមួយថ្ងៃណាវាស្មើនឹង1លីត្រនៃទឹកដោះគោរបស់យើងឬស្មើនឹង8យ៉ាអ៊ូដូច្នេះបើយើងមានលទ្ធភាពយើងអាចញ៉ាំមួយកែវពេលព្រឹកឡើងនិងមុនចូលគេងមួយកែវទៀតទៅវាគ្រប់គ្រាន់ទេមិនបាច់តាមគេក៏បានដែរហើយអ្វីគឺជាវីតាមីន B9 ហេតុអីបើយើងត្រូវការវីតាមីន B9 វីតាមីន B9 វាសំខាន់មែនទែនហើយយើងត្រូវឲ្យស្ត្រីមានផ្ទៃពោះនៅខែទី2ឬខែទី3បន្ទាប់ពីមានផ្ទៃពោះមូលហេតុដែលស្ត្រីជាច្រើនត្រូវការវីតាមីន B9 ព្រោះវីតាមីន B9 វាជួយឲ្យស្ត្រីដែលកំពុងតែពពោះនោះកាត់បន្ថយនៅផលវិបាកថ្ងៃក្រោយគឺអាចកើតកូនមុនពេលកំណត់ឬក៏កូនកើតមកមានរូបរាងខុសប្រក្រតីអាចជាអ្នកខ្លះកូនខ្លះគាត់មានកតុយមានអីដូចដំរីអីចឹងទៅឬក៏ឆែបមាត់ឆែបអីចឹងទៅអញ្ចឹងវីតាមីន B9 គេត្រូវឲ្យណាហើយវីតាមីន D វាដូរជាមួយនឹងកាល់ស្យូមដូចគ្នាចំពោះសារធាតុទឹកដែលយើងញ៉ាំទឹកយើងរាល់ថ្ងៃយើងគាត់ឲ្យគាត់ត្រឹម1លីត្រកន្លះទៅ2លីត្រក្នុងមួយថ្ងៃមូលហេតុដែលត្រូវញ៉ាំទឹកដល់ទៅ1លីត្រកន្លះទៅ2លីត្រវាអាចជួយគាត់កុំឲ្យមានការឆ្លងឬក៏គ្រោះតម្រងនោមណាហើយចំពោះមួយទៀតតកតងជាមួយនឹងកាហ្វេអ៊ីនកាហ្វេអីហ្នឹងយើងញ៉ាំកុំសូវញ៉ាំច្រើនពេកនេះជាអ្វីដែលស្ត្រីមានផ្ទៃពោះគាត់ត្រូវយល់ដឹង